មួយគឺមួយខែក្រោយបទជប់បាញ់ស្នាដៃរដ្ឋាភិបាលកម្ពុជាមានកកោកអត់តែកន្លែងសំខាន់ជាងគេការសង្កេតតើហ្វីលីពីនអាចជួយដោះស្រាយរឿងថៃឈ្លានពានកម្ពុជាបានដែរឬយ៉ាងណាយោធាថៃដំឡើងដងទង់ជាតិធំមួយក្បែរបដិមាព្រះពុទ្ធនៅច្រកអានសេះក្នុងដីខ្មែរដែលថៃវាយដណ្ដើមបានក្រុមប្រឹក្សាសន្តិភាពលោកត្រាំស្វាគមន៍កម្ពុជាជាស្ថាបនិកជាសមាជិកស្ថាបនិកទាហានដែលហ៊ានតវ៉ារឿងដីធ្លីជាមួយអុកញ៉ាលេងនវត្រាបង្ហោះសារថាខាងលើគម្រាមកាត់ឈ្មោះគាត់ចេញពីក្របខ័ណ្ឌកណនី Facebook អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះបង្ហោះសារទ្រលាន់ទៅនឹងការអួតនិងលើកជើងហួសខ្នាតរបស់បុគ្គលមួយចំនួនកងទ័ពជួរមុខខ្វះទឹកបរិភោគបញ្ហាប៉ូលីសអន្តោប្រវេសន៍ ICE បង្ក្រាបយ៉ាងចាស់ដៃលើក្រុមអ្នកតវ៉ានៅអាមេរិករងប្រតិកម្មជុំទឹះបាទនឹងសរុបព័ត៌មានប្រចាំថ្ងៃព័ត៌មានទី1ទៅមុនបងប្អូនតកតងនឹងមួយខែក្រោយបទឈប់បាញ់ស្នាដៃរបស់រដ្ឋាភិបាលកម្ពុជាមានមកកកោកអត់តែកន្លែងណាដែលសំខាន់តើស្នាដៃអីគេខ្លះដែលខាងរដ្ឋាភិបាលកម្ពុជាលើកយកមកបង្ហាញដើម្បីប្រាប់បងប្អូនឲ្យសាទរនឹងអ្វីដែលបានកើតឡើងក្រោយមានបទឈប់បាញ់និយាយទៅក្រោយមានសង្គ្រាមជាមួយថៃ2លើកបើតាមពិតនេះយើងបើនិយាយឲ្យស្មោះត្រង់ទៅគឺយើងអៀនមាត់នៅក្នុងការនិយាយអំពីស្នាដៃបងប្អូនព្រោះអីវារកពេលដែលនឹងនិយាយស្នាដៃមិនឃើញសោះដោយសារតែយើងកំពុងតែក្រាំចិត្តខ្លាំងមែនតើដោយសារទឹកដីរបស់យើងគឺប្រាសាទរបស់យើងយ៉ាងហោចណាស់3ប្រាសាទតំមន់តូចតំមន់ធំប្រាសាទខ្នានិងប្រាសាទតាកបី4ប្រាសាទឯណោះនិយាយទៅគឺស្ថិតក្រោមការគ្រប់គ្រងរបស់ថៃបាត់ទៅហើយដែលពីមុនគឺជាដែនដីជាដួងព្រលឹងរបស់យើងឥឡូវថៃគ្រប់គ្រងតំបន់នេះបានទាំងស្រុងទាហានយើងស្លាប់ច្រើនសិបនាក់ហើយប្រជាពលរដ្ឋរងទុក្ខខ្លោចផ្សាវេទនានិរាសព្រាត់ប្រាសមិនអាចវិលត្រឡប់ទៅលំនៅឋានវិញអីនេះទាំងអស់នេះមិនមែនជាស្នាដៃទេក៏ប៉ុន្តែជាទុក្ខវេទនានិងអំពើអយុត្តិធម៌និងភាពឈឺចាប់ដែលអត់ទាន់បានទទួលពន្លឺយុត្តិធម៌សូម្បីតែបន្តិចក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាគឺដូចសពមួយដងដែរគឺមិនខ្វះពាក្យសោះនៅក្នុងការបង្ហាញស្អំចិត្តប្រជាពលរដ្ឋអំពីសមិទ្ធិដែលបានកសាងក្រោយបទឈប់បាញ់បាទឥឡូវតើសមិទ្ធិអីគេខ្លះទៅជាស្នាដៃអីគេខ្លះទៅដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចនេះបើតាមអ្វីដែលជាសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃពីអង្គភាពអ្នកណែនាំពីរដ្ឋាភិបាលកម្ពុជាអ្វីដែលសំខាន់បំផុតគឺរដ្ឋាភិបាលកម្ពុជាសង្កត់ទៅលើអត្ថន័យនៃបទឈប់បាញ់បាទដូច្នេះបងប្អូនអ្វីដែលកម្ពុជាចង់រំលឹកគឺសន្តិភាពបាទជាការពិតណាស់គឺពាក្យសន្តិភាពនេះគឺជាពាក្យដែលរដ្ឋាភិបាលកម្ពុជាជាពិសេសគណៈបកប្រជាជនកម្ពុជាលួងចិត្តប្រជាពលរដ្ឋជារៀងដរាបមកគឺថាបើបោះឆ្នោតឲ្យគណៈបកណាក្រៅពីគណៈបកកាន់អំណាចគឺមានសង្គ្រាមបានន័យថាគណៈបកប្រជាជនកម្ពុជាស្មើនឹងសន្តិភាពអត់មានគណៈបកប្រជាជនកម្ពុជាឬលោកហ៊ុនសែនដឹកនាំគឺសង្គ្រាមអីចឹងទៅដូច្នេះសារអគុណសន្តិភាពនេះបិទគ្រប់កន្លែងរួមទាំងបន្ទប់ទឹកផងហើយយើងឃើញជាប្រពៃណីទៅហើយក៏ប៉ុន្តែឥឡូវនេះអត្តន័យនៃពាក្យសន្តិភាពនេះគឺកំពុងតែយកមកអនុវត្តនៅក្នុងយន្តការនៃបទឈប់បាញ់ដែរអញ្ចឹងកម្ពុជានៅតែអាចកេងចំណេញពីពាក្យថាអគុណសន្តិភាពអគុណការដែលវិលទៅរកស្ងប់សុខនេះបានដដែលសួរថាតើខុសឆ្គងអីទេដែលយើងអគុណសន្តិភាពអត់ខុសអីទេអ្នកណាក៏ចង់បានដែរសន្តិភាពនិយាយទៅពាក្យថាសន្តិភាពមួយម៉ាត់នេះស្ទើរតែមិនចាំបាច់ប្រកាសផងទេព្រោះដូចយើងទាំងអស់គ្នាដែលទទួលទានអាហារ3ពេលនៅក្នុងមួយថ្ងៃតើយើងអត់បាយបានទេតើយើងមិនអ្នកណាមិនចង់ទទួលទានបាយអ្នកណាមិនចង់បរិភោគបាយព្រោះយើងជាអ្នកប្រជាពលរដ្ឋខ្មែរកើតមកគឺបាយហ្នឹងហើយគឺជាអាហារសំខាន់3ពេលរបស់ខ្មែរយើងបើទោះហូបមីហូបអីនំបញ្ចុកកាទៀវអីម្ដងម្កាលក៏ប៉ុន្តែបាយនៅតែជាអាហារដ៏សំខាន់តើមានបងប្អូនណាដែលជំទាស់បាយទេតើបងប្អូនណាដែលនិយាយថាទេខ្ញុំមិនគ្រប់គ្រងដាច់ខាតហើយរឿងបាយនេះគ្មានបាយសំខាន់កន្លែងណាទេអត់ទេជាតិប្រមេខ្មែរយើងថាប្រមេគឺមានសារៈសំខាន់ណាស់តើយើងត្រូវអរគុណបាយរាល់ថ្ងៃទេតើយើងត្រូវបិទស្លាកអរគុណបាយនៅលើសាលារៀនមន្ទីរពេទ្យសពបែបយ៉ាងដើម្បីប្រាប់ថាបាយគឺជារបស់ដែលសំខាន់ដែលមិនអាចកាត់ថ្លៃបានដែលយើងត្រូវតែអរគុណរាល់ថ្ងៃទេតើខុសទេនៅពេលដែលបិទវាមិនខុសទេប៉ុន្តែវាជានយោបាយប្រជាពិធដើម្បីរំលឹកថាអាបាយនោះអត់មានញ៉ាំទៅវិញតែតាមពិតបាយមានទេសំខាន់ថាតើបាយនឹងមានឲ្យជារសដែលអាចទទួលទានបានដែរឬទេឬក៏បាយសសុទ្ធទេ
ឬក៏បាយនឹងមានលាយជាសាច់គោអាំងឬក៏មានឡុកឡាក់មានប្រហុកខ្ទិះឬក៏មានអីថែមការីសារ៉ាម៉ាន់អីទៀតទៅឲ្យវាមានរសជាតិឆ្ងាញ់ឬក៏នៅតែបាយនឹងទេដូចគ្នានឹងសន្តិភាពអញ្ចឹងសន្តិភាពគឺដូចបាយអញ្ចឹងបានន័យថាមិនចាំបាច់ទៅរំលឹកទៅអីទេព្រោះពេលដែលយើងរំលឹកខ្លាំងបានន័យថាយើងកំពុងតែធ្វើនយោបាយប្រជាពិធដ្ឋលួងលោមប្រជាពលរដ្ឋឲ្យស្ដាប់ទៅតាមអ្វីដែលខ្លួនចង់ផ្សព្វផ្សាយឃោសនាតែការពិតគឺបើសន្តិភាពមានមែនចាំបាច់ឃោសនាធ្វើអីប្រជាពលរដ្ឋណាមិនចង់បានសន្តិភាពសង្គ្រាមរ៉ាំរ៉ៃប្រទេសយើងរាប់សិបឆ្នាំមកហ្នឹងគឺកិច្ចគ្រាប់ប្រជាពលរដ្ឋបាក់ស្បាត់មិនដឹងប្រមាណចំនួនទេស្អប់ណាស់សង្គ្រាមចាំបាច់និយាយថាយើងស្រឡាញ់សន្តិភាពអីយើងស្រឡាញ់សន្តិភាពអ្នកណាក៏គេស្រឡាញ់ដែរក៏ប៉ុន្តែសន្តិភាពនៅក្នុងន័យថាមិនមែនស្ងប់សង្គ្រាមទេសន្តិភាពគឺមិនមែនបានន័យថាជាដំណើរអត់មានផ្ទុះគ្រាប់ទេសន្តិភាពគឺជាដំណើរដែលស្ងប់ទាំងសង្គ្រាមស្ងប់ទាំងផ្ទុះអាវុធស្ងប់ទាំងផ្លូវចិត្តផ្លូវកាយរបស់ប្រជាពលរដ្ឋរស់នៅសុខដុមរមនាមានអំពើយុត្តិធម៌នៅក្នុងសង្គមប្រព័ន្ធតុលាការឯករាជ្យប្រព័ន្ធបោះឆ្នោតមានភាពសេរីត្រឹមត្រូវដោយយុត្តិធម៌ប្រជាពលរដ្ឋអាចទៅបោះឆ្នោតដោយគាំទ្រគណៈបកណាក៏បានចង់ចូលរួមនយោបាយណាក៏បានគ្មានអ្នកណាមកចាប់ទោសអូសដំណើរចាប់ដាក់គុកដោយសារការបញ្ចេញមតិអ្នកលើកអំពីបញ្ហាបរិស្ថានសង្គមបញ្ហាអ្វីបឹងបួរគេលុបជីករ៉ែបំផ្លាញធនធានធម្មជាតិរដ្ឋាភិបាលអសកម្មលក្ខនឹងលក្ខមិនត្រូវរងការធ្វើទុកបុកម្នេញពីអ្នកណាទាំងអស់មានតែមានជួយការពារប្រជាពលរដ្ឋដែលត្រូវការប្រាក់ខែកម្មករកសិករដែលអត់មានប្រាក់ខែណែមានអ្នកទិញស្រូវគាត់ស្រូវ1គីឡូ600ចុះថោកពេញស្រែគាត់ប្រកបប្រកាសទៅលើកទឹកចិត្តគាត់ជាងការបិទ Facebook គាត់ឬហៅគាត់មកអប់រំណែនាំតែហ៊ានមានបញ្ហារឿងដីធ្លីជាមួយអង្គការនេះឡើងមកតវ៉ាជាងការដែលពមៀនដកទួនាទីក្របខ័ណ្ឌឬក៏ហៅទៅផឹកតែចត់គឺដោះស្រាយបញ្ហាដែលជាភ្លើងយើងរួចភ្លើងកុំរួចផ្សាយទាំងអស់នេះ100មុខគឺជាធាតុផ្សំនៃសន្តិភាពសន្តិភាពគឺតលតែមានសេចក្តីសុខសារព័ត៌មានក៏អាចឯករាជ្យពយល់ប្រាប់ប្រជាពលរដ្ឋដើម្បីបកអាក្រាតមន្ត្រីពុករលួយក្នុងជួររដ្ឋាភិបាលអ្នកណាអសកម្មអំពើសោកប៉ាន់ចៅក្រមព្រះរាជអាជ្ញាមេធាវីគ្រប់ក្រសួងមន្ទីរគឺមានស្ថាប័នជាអ្នកផ្លុំកញ្ចែដើម្បីដោះស្រាយបញ្ហាហើយមានការចាត់ការមិនមែនបកពួកនិយមធ្វើឲ្យប្រជាពលរដ្ឋក្មេងៗកសិករកូនទាហានដែលខ្វះខាតនឹងអាចចូលរួមនៅក្នុងការការពារមន្ត្រីរាជការចង់និយាយថាកិច្ចការរដ្ឋាភិបាលអីហ្នឹងដោយតាមយុត្តិធម៌ដោយមិនតាមបាក់ខ្សែពួកអីលក្ខនឹងលក្ខអីអញ្ចឹងអ្នករៀនចេះដឹងបានចំណេះជំនាញវិជ្ជាមកយកមកប្រើប្រាក់ខែហ្នឹងក៏បានសំរុំអ្នកបរិញ្ញា6 700មួយខែទៅអ្នកដែលល្មមទៅតាមហ្នឹងទៅអាហ្នឹងបានគេហៅថាសុខសន្តិភាពសុខសន្តិភាពបើយើងគ្រាន់តែមានតែឈ្មោះដល់ពេលយើងអត់មានចាប់ផ្ដើមនាំគ្នាភ្ជុំកភ្លើងឲ្យគេទទួលស្គាល់អរគុណសន្តិភាពអាហ្នឹងអត់មានទេនៅពេលដែលយើងនិយាយអីក៏ដោយតែដដែលគឺយើងអត់មានទេឥឡូវចូលមកដល់អត្តន័យនៃបទឈប់បាញ់រដ្ឋាភិបាលគឺសំដៅទៅលើខ្លឹមសារនៃបទឈប់បាញ់អ្នកណាមិនចង់បានបទឈប់បាញ់បងប្អូនពេលដែលឈប់បាញ់ទៅប្រជាពលរដ្ឋគឺលែងរត់ក្របផ្លោងខ្វះខាតអីខ្វះចោះតែមិនត្រូវខ្វះខាតរឿងមួយគឺភាពសុខដុមរមនារស់នៅក្នុងភូមិឋានដែលមិនត្រូវវិច្ចបង្វិចរត់ចោលផ្ទះចោលសម្បែងស្លាប់បងប្អូនក្រុមគ្រួស្អាតដីត្រូវគេរឹបអូសយកផ្ទះសម្បែងត្រូវគេប្លង់ដាក់ឆេះខ្ទេចខ្ទីអស់លក្ខណៈអ្នកណាមិនចង់បានសន្តិភាពសុខស្ងប់ស្ងាត់ឥឡូវរដ្ឋាភិបាលថាហ្នឹងឥឡូវគេធ្វើអញ្ចឹងហើយតាឥឡូវបានហើយក្រោយបတ်ឈប់បាញ់មួយខែគឺយើងមានកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមថ្ងៃ27ខែធ្នូបတ်ឈប់បាញ់ក្រោយបတ်ឈប់បាញ់ហ្នឹងរដ្ឋាភិបាលថាមានស្នាដៃជាច្រើនប៉ុន្តែមុននឹងបង្ហាញស្នាដៃសូមបង្ហាញអំពីអត្ថន័យនៃបတ်ឈប់បាញ់សិនតើវាមានន័យយ៉ាងម៉េចអញ្ចឹងទៅមន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជាក៏លើកឡើងអំពីលោកហ៊ុនម៉ាណែតដែលជ្រើសរើសយកការឈប់បាញ់គឺមិនមែនមានន័យថាកម្ពុជាចុះចាញ់ឬក៏សុកចិត្តយកបូរណភាពទឹកដីទៅដោះដូរយកសន្តិភាពនោះទេហើយក៏រឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬក៏បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាសម្រេចប្រកាន់យកមាគ៌ាសន្តិភាពតម្កល់អាយុជីវិតនិងសុខទុក្ខប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតរបស់ខ្លួនទើបបើទោះបីជាត្រូវប្រឈមនឹងសម្ពាធឬការលំបាកយ៉ាងណាក៏ដោយនេះជាគេខ្លឹមសារតកតងនឹងអត្ថន័យនៃបទឈប់បាញ់ក្រោយមករដ្ឋាភិបាលថាអ្វីដែលរដ្ឋាភិបាលសម្រេចបានក្រោយបទឈប់បាញ់មានដូចតទៅទី1
បានទៅហ៊ានយើងទាំង18នាក់ត្រូវបានគេដោះលែងមកវិញបានជួបជុំគ្រួសារកាលពីថ្ងៃទី31ខែធ្នូទី2ជនភៀសសឹកជាង80%ទៅហើយក្នុងចំណោមជនភៀសសឹកជាង4សែនជាង640,000នាក់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយនៅសល់ប្រមាណតែ10,000ឬក៏តែ1សែនអ្នកជាងទេដែលនៅមណ្ឌលសុវត្ថិភាពបន្ទាប់មកទៀតគឺផ្ដល់ឱកាសឲ្យក្រុមការងារចំពោះកិច្ចនឹងគឺចុះបំពេញការងារវាយតម្លៃផលប៉ះពាល់លើជនស៊ីវិលហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លិចបំផ្លាញរបស់ទាហានថៃប្រមូលជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ស្ដារជីវភាពប្រជាពលរដ្ឋភៀសសឹកស្ដារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឲ្យឆាប់បំផុតអីចឹងទៅបន្តទៀតគឺរដ្ឋាភិបាលថាបានដឹកនាំអង្គទូតអន្តរជាតិអង្គការក្រមសង្កេតការអាស៊ាន AOT ដើម្បីចុះទៅមើលឃើញព័ត៌មានជាក់ស្ដែងទៅតាមមូលដ្ឋាននៅតំបន់រងគ្រោះនិងផ្ទៀងផ្ទាត់រាយការណ៍អំពីផលប៉ះពាល់កើតចេញពីបាញ់ផ្លោងទម្លាក់គ្រាប់បែករបស់យោធាថៃនៅទីតាំងស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអីចឹងទៅទីបន្តមកទៀតអំឡុងពេលនេះរដ្ឋាភិបាលថ្នាក់ដឹកនាំនៃក្រសួងមន្ទីរទាំងអស់សេនាធិការទាំងអស់បំពេញការងារទូតយ៉ាងសកម្មក្នុងការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីនិងចុងក្រោយរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែនកំពុងតែជំរុញឲ្យភាគីថៃអនុវត្តស្មារតីចំណុចទី3នៃសេចក្តីប្រកាសរួមដែលចែងថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនិងភាគីទាំងពីរបានឯកភាពបកគលទូនាទីនេះឲ្យ JBC លក្ខនឹងលក្ខចឹងសរុបសេចក្តីមកគឺកម្ពុជាបានធ្វើហើយខ្ញុំថាខ្ញុំមិននិយាយទៅគឺកម្ពុជាពិតជាបានធ្វើមែនហើយព្រោះអីម្សិលមិញលោកប៉ែនប៊ុនណាអ្នកនាំពាក្យរដ្ឋាភិបាលក៏បាននិយាយដែរថាកម្ពុជាគ្រាន់តែប្តឹងមិនប្តឹងទេគ្រាន់តែថ្កោលទោសជូនដំណឹងស្អីហ្នឹងគឺមានប្រមាណ700លើកហើយនឹងអត់ទាន់គិតពីរឿងលោកទាសីហាកាលពីខែមិថុនាថាថៃរំលោភបំពានកិច្ចព្រមព្រៀងនៃ MOU អនុសារណៈនៃការយោគយល់គ្នារហូតដល់ទៅជិត700លើកទៀតអញ្ចឹង1400លើកឯងគ្រាន់តែយើងតវ៉ារឿងស្អីតាក់ទងនឹងបញ្ហាចំនួនព្រំដែនប៉ុន្តែអ្វីដែលជាស្នាដៃនេះអត់មានឃើញអាយន្តការអន្តរជាតិដែលថៃដែលកម្ពុជាថាត្រូវធ្វើអារឿងនិយាយទៅគឺយើងនាំគ្នាយកសបុកមន់ណានៅពេលដែលភ្លើងឆេះផ្ទះយើងរើទូលសបុកមន់ចេញមកសំពងដូចរឿងអាជ័យអញ្ចឹងណាបងប្អូនតែដល់ពេលអាគ្រឿងកែវកងពីទូសូរកានដែលជាគ្រឿងសំខាន់សម្រាប់ដែលជាមាសពេជ្រជាទ្រព្យអចលនៈទ្រព្យឬទ្រព្យរតនសម្បត្តិរបស់យើងយកអត់បាននិយាយទៅគឺយើងអត់បានដល់ចំណុចហ្នឹងមានន័យថាមកដល់មកហ្នឹងចំណុចទាំងអស់ដែលយើងរើចេញពីភ្លើងឆេះផ្ទះហ្នឹងគឺយើងបានសបុកមន់សបុកពីងពីងហើយនឹងបានពោះវែកមកគូអីហ្នឹងយកមកអស់ហើយកដោប្រមេះអីនៅតាមដបោកតាមអីយកមកអត់តារឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិហើយនឹងទៅប្រធានអាស៊ានអីតាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអាចចំណុចសំខាន់ហ្នឹងគឺយើងអត់ទាំងអស់ហើយយើងវិលមកយន្តការដែលកម្ពុជាចុចដាក់ចំណុចទី3ថានៅក្នុងសេចក្តីប្រកាសរួមមិនទទួលស្គាល់ព្រំដែនប្រែប្រួលដោយការប្រើកម្លាំងថៃគេបានគិតចឹងទេបងប្អូនថៃគេថាអ្នកណានៅណាអ្នកនឹងឈរជើងនៅណាឈរជើងហ្នឹងព្រោះយើងព្រមព្រៀងគ្នាឲ្យឈរជើងនៅណាឈរជើងនៅហ្នឹងមិនចឹងនៅក្នុងសេចក្តីប្រកាសរួមទៅមើលឡើងវិញអ្នកណាឈរជើងនៅណាឈរជើងនៅហ្នឹងអត់ធ្វើអីខុសទេបើសិនជាគំរុលឲ្យលើសពីអ្វីដែលកន្លែងខ្លួនឈរជើងចាំអានន័យថាអាហ្នឹងជាដែនអធិបតេយ្យរបស់គេហើយយើងភាគីទាំងពីរមានរដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិរបស់យើងលោកទាសីហាផងលោកអ្នកចុះហត្ថលេខាយល់ព្រមនឹងគេឲ្យទទួលស្គាល់ថាដីដែលគេគ្រប់គ្រងបានហ្នឹងគឺគេនៅបន្តឈរជើងតើកន្លែងណាដែលយើងទៅយកពីគេមកវិញបាននេះយើងបើយកតាមយន្តការនេះគឺយើងចាញ់គេយកបានគឺតើតើយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដូច្នេះយើងអត់តបានប្តឹងកម្ពុជានៅតែគិតថាអូនឹងប្រើយន្តការនេះនឹងប្រើយន្តការនេះក៏ប៉ុន្តែប្រើយន្តការណាសុំភ្លើងយៈមកដល់ម៉ោងនេះគឺថៃសម្អោចក្នុងខោរហូតថ្ងៃនេះគឺលើកដងទង់ជាតិមួយដ៏ធំស្កឹមស្កៃនៅឯចំណុចច្រកអានសេះនៅជាប់ពុទ្ធបដិមាដែលទើបតែដំឡើងថ្មីនៅច្រកអានសេះឈូសចោលរោងលោកតាអ៊ុំដែលជាអត្តសញ្ញាណនៃភាពអង់អាចក្លាហានរបស់ខ្មែរឈូសចោលខ្ទេចព្រះវិស្ណុក៏ឈូសរំលំខ្ទេចបាក់បែកអស់យកព្រះបដិមាប្រពុតយកមកតម្លើភ្នំទ្របក៏តែអញ្ចឹងនៅប្រាសាទតាកបីក៏តែអញ្ចឹងធ្វើផ្លូវហេដ្ឋារចនាសម្ព័ន្ធលេនដ្ឋានជីកត្រង់សេប៉ុសយាមអីលក្ខនឹងលក្ខគ្រប់តំបន់ទីតាំងដែលថៃឈរជើងដែលជាដីរបស់ខ្មែរ
ហើយយើងអត់អាចធ្វើអីគេបានទេយើងមានតែម្យ៉ាងគេថាតិចទៀតចូលសងយើងហ្នឹងយកមកវិញទាំងអស់មិនបាច់ធ្វើអីទេយើងគេសង់ហើយអស់យើងយកមកហ្មងយើងយកបានតែក្នុងករណីដែលយើងប្តឹងទៅតុលាការអន្តរជាតិហើយបើប្តឹងហ្នឹងណាខ្ញុំប្រាប់រឿងផ្លូវដ៏វែងឆ្ងាយណាស់ព្រោះអីថៃគេចាប់ផ្ដើមធ្វើភាពស្របច្បាប់នៅកន្លែងហ្នឹងអស់ប្រជាពលរដ្ឋគេក៏ស្លាប់ទាហានគេក៏ស្លាប់អស់មកកណោតែគេសុកឲ្យចិត្តឲ្យយើងរួចខ្លួនមែនគេច្បាស់ជាថាយើងឈ្លានពានគេយើងចោទគេថាឈ្លានពានយើងដល់តែពេលចឹងអានៅពេលគេចោទយើងថាឈ្លានពានគេហើយដល់ពេលគេចោទថាយើងឈ្លានពានយើងឈ្លានពានគេឈ្លានពានយើងចោទទៅចោទមកដល់តែពេលត្រូវគ្នាសម្របសម្រួលណានៅនឹងសិនតើឥឡូវរឿងអ្នកស្លាប់ហ្នឹងមិនបាច់ដោះស្រាយអីទៀតទេព្រោះមានស្លាប់ទាំងសងខាងជលកែវភើងចប់អាហ្នឹងបើយើងអត់ប្តឹងទៅតុលាការអន្តរជាតិតែបើប្តឹងវាយូរឆ្នាំប៉ុណ្ណាក៏ដោយវាសុកចិត្តយូរឲ្យតែបានមកវិញជាងការដែលឆាប់ឬក៏ដំណោះស្រាយដែលឲ្យច្បោលទៅគេយកអស់តែប៉ុណ្្នឹងឯងឥឡូវយើងឃើញហើយដងទងជាតិហ្នឹងឃើញមន្ត្រីគណៈបកប្រឆាំងឬក៏អ្នកមន្ត្រីអង្គការសំទោសរដ្ឋាភិបាលក្រៅប្រទេសអីហ្នឹងលោកលើកឡើងមកគឺសង្ហេះសង្ហោចសោកស្ដាយដីខ្មែរដែលថៃបំពេញហើយធ្វើផ្ដេសផ្ដាស់នៅមុខយើងរាល់ថ្ងៃសម្ោចក្នុងខោយើងហ្នឹងបានតែត្រៀមប្រុងហ្នឹងគេធ្វើរហូតឥឡូវនេះគឺរឿងតាក់ទងនឹងដំណោះស្រាយនេះគឺយើងអត់ទាន់មានទេកម្ពុជាអួតស្នាដៃបែបហ្នឹងប៉ុន្តែស្នាដៃនេះគឺជាស្នាដៃដែលយើងទប់ដោះស្រាយបញ្ហាមួយគ្រាដើម្បីស្អំចិត្តប្រជាពលរដ្ឋឲ្យគ្រាន់តែថាយើងអត់មានបាញ់គ្នាអីទៀតអញ្ចឹងមិនហើយក៏ប៉ុន្តែរឿងព្រំដែនដែលបាត់ដីនេះគឺជារឿងធំណាស់បងប្អូនរឿងធំណាស់រកម្មចិត្តគ្រប់គ្នាហើយខ្ញុំជឿថាកម្ពុជាគួររកវិធីធ្វើវិបស្សនាកម្មដ្ឋានឲ្យទៅប្រជាពលរដ្ឋច្រើនគ្នាណាស់ដែលមានជំងឺផ្លូវចិត្តដោយសារតែរឿងស្ដាយដីដែលបាត់ទៅថៃហ្នឹងណាឥឡូវនេះគឺយើងមានដំណោះស្រាយអីគេអាស៊ានយើងសង្ឃឹមលើយន្តការចរចាកម្ពុជាសង្ឃឹមលើយន្តការចរចាទ្វេភាគីយន្តការដោះស្រាយដោយការជជែកសន្ទនាគ្នានេះអ្វីដែលរដ្ឋាភិបាលចង់បានឥឡូវនេះកាលពីម្សិលមិញថ្ងៃទី27លោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសដឹកនាំគណៈប្រតិភូនៃក្រសួងការបរទេសកម្ពុជាតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមកិច្ចប្រជុំចង្អៀតមួយនៅឯប្រទេសហ្វីលីពីនតាមការអញ្ជើញរបស់ប្រធានថ្មីរបស់អាស៊ានប្រធានបដូវវេនអាស៊ានឆ្នាំនេះគឺបានទៅប្រទេសហ្វីលីពីនបដូរពីម៉ាឡេស៊ីទៅហ្វីលីពីនសំណួរសួរទៅវិញថាតើហ្វីលីពីនអាចជួយដោះស្រាយអ្វីខ្លះតាក់ទងនឹងវិបត្តិកម្ពុជានិងថៃរឿងព្រំដែនជាការពិតរឿងព្រំដែនកម្ពុជាថៃនេះគឺជារឿងដ៏លំបាកណាស់វាហាក់បីដូចជាប្រហុកមកពីងណាកាលមុនយកទៅឲ្យម៉ាឡេស៊ីគ្នាតបើទ្រូងអត់ស្បើយព្រោះឲ្យអត់ស្ដាប់គ្នាសោះអង្វរយ៉ាងណាក៏តែមិនស្ដាប់ទៅបានអាមេរិកលូកដៃបន្តិចមកស្ដាប់អាមេរិកទៅម៉ែឪខ្លួនឯងអត់ស្ដាប់ទេទាំងថៃនិយាយទៅកម្ពុជាមិនសូវអីហ្មងទេព្រោះយើងវាខ្សោយជាងគេយើងទៅចេះតែពឹងពាក់ម៉ាឡេនឹងឲ្យជួយប៉ុន្តែថៃអាកូនជើងកាងនោះអត់ស្ដាប់សោះហើយដល់អញ្ចឹងឪម៉ែដល់ពេលកូនជើងកាងអត់ស្ដាប់ក៏អត់ស្ដាប់ទៅក៏សម្របសម្រួលយ៉ាងម៉េចក៏មិនដឹងធ្វើយ៉ាងម៉េចចេះតែធ្វើតាមម៉ាយកតែសងអញ្ចឹងទៅក៏បានអាមេរិកចូលរួមមកក៏ជើងកាងនឹងរៀងដូចទុនចិត្តបន្តិចទៅវល់មកចូលក្នុងការឈប់បាញ់អីបានមកប្រាវអីចឹងទៅក្រោយមកក៏បាញ់មកប្រាវទៀតចឹងទៅគឺថាចរិតជើងកាងនៅតែដដែលឥឡូវនេះអស់ពីម៉ាឡេមកធ្លាក់ដល់ហ្វីលីពីនតើយើងមានសង្ឃឹមអីថាហ្វីលីពីនដោះស្រាយបញ្ហាយើងបានឥឡូវនៅក្នុងកិច្ចប្រជុំចង្អៀតនេះបើតាមមើលអត់ទាន់មានដំណោះស្រាយរឿងបញ្ហាកម្ពុជាថៃទេគឺយករឿងភូមាមកដោះមុនហេតុអីបានជារឿងភូមាคล้ายទៅជាកម្មវត្ថុនៅក្នុងការដែលប្រធានអាស៊ានថ្មីយកមកជជែកដោយសារភូមាហ្នឹងគឺមានបោះឆ្នោតទៅបោះឆ្នោតហើយបងប្អូនការបោះឆ្នោតថ្មីនេះហ่าទាំងម៉ាឡេនិយាយទៅប្រទេសនៅអាស៊ានអត់មានហ៊ានណាហ៊ានទទួលស្គាល់លទ្ធផលរបស់ឆ្នោតហ្នឹងទេព្រោះអីធ្វើដោយយោធាដែលយកមេដឹកនាំបកប្រឆាំងអ្នកស្រីអង្សានស៊ូជីជាប់គុករាប់ឆ្នាំដោយលោកកឹមសុខាអញ្ចឹងមេបកសំខាន់របស់គេមួយរួយបោះឆ្នោតយកមេគេដាក់គុកនៅក្នុងផ្ទះរួយទៅប្រាប់ថាការបោះឆ្នោតហ្នឹងដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌មកកន្លែងណាអញ្ចឹងសហគមន៍អន្តរជាតិអត់មានណាបញ្ជូនអ្នកសង្កេតការណ៍អ្នកអីទៅជាពិសេសអាស៊ាននឹងខ្លួនឯងមិនលេក៏អត់បញ្ជូន
ឥឡូវលទ្ធផលរបស់ឆ្នោតចេញមកក៏គ្មានអ្នកណាទទួលស្គាល់អីអញ្ចឹងប្រទេសហ្នឹងគឺនៅតែមានបញ្ហាឥឡូវឲ្យហ្វីលីពីនមកដោះស្រាយតើហ្វីលីពីនដោះស្រាយយ៉ាងម៉េចបើសិនជាហ្វីលីពីនខ្លួនឯងហ្នឹងក៏មិនមែនជាប្រទេសអីអស្ចារ្យដែរលោកFerdinand Marcos Jr. នេះគឺជាកូនរបស់មេដឹកនាំផ្ដាច់ការលោក Ferdinand Marcos តាំងពីជំនាន់មុនប្រវត្តិសាស្ត្រហ្នឹងគឺវិវល់ណាស់បងប្អូនតើទៅដោះស្រាយយ៉ាងម៉េចឥឡូវហ្នឹងដោះស្រាយអីគេជាមួយខ្មែរថៃយើងដោះស្រាយនៅពេលដែលចំនួនព្រំដែនកំពុងតែបាញ់គ្នាថ្គោលឥឡូវយើងមានប័ណ្ណឈប់បាញ់ទៅហើយហ្នឹងហើយប័ណ្ណឈប់បាញ់មាននេះអត់មានប្រទេសអាស៊ានណាមួយដោយទាំងប្រទេសហ្វីលីពីនហ្នឹងដែលចេញសារថ្កោលទោសថៃពីរឿងឈ្លានពានកម្ពុជាតែម្ដងក៏អត់ដែរហើយដល់ពេលឥឡូវខ្លាយទៅជាប្រធានអាស៊ានទៀតតើឲ្យហ្វីលីពីនហ្នឹងមកថ្កោលទោសថៃមែនវាអត់ទេដូច្នេះវល់មកយន្តការចរចាទ្វេភាគីហើយប្រធានអាស៊ានដែលជាប្រទេសហ្វីលីពីនហ្នឹងមកសម្របសម្រួលទៅហើយសម្របសម្រួលហ្នឹងខ្ញុំជឿថាបើយើងនិយាយអំពីឥទ្ធិពលអ្នកដែលមានឥទ្ធិពលហើយដូចថាគេគោរពជឿដែលជាអ្នកចាស់ទុំនៅក្នុងអាស៊ានហ្នឹងមានតែម៉ាឡេទេហើយឥឡូវម៉ាឡេបោះបាល់នេះឲ្យទៅហ្វីលីពីនបាត់ហើយម៉ាឡេខ្លួនឯងអស់ហើយចាប់ត្រឹមបាត់ជប់បាញ់ពីរដងហើយម៉ាឡេខ្លួនឯងហ្នឹងក៏អត់ដែរថ្កោលទោសថៃពីរឿងឈ្លានពានដែរបានតែសម្របសម្រួលទៅវិញទៅមកចឹងដែរដូច្នេះយើងអាភ័ព្វត្រង់ថាយើងអត់មានមិត្តអត់មានគ្នាជួយនៅខាងយើងទេមានរឿងជាមួយថៃគឺយើងគេបោះដៃចោលហើយគេគិតថារឿងនេះអត់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ានកិច្ចការផ្ទៃក្នុងអាស៊ានស្អីគេថៃឈ្លានពានខ្មែរទាំងក៏ក្លឿនវាអត់មានរឿងត្រូវមើលមិនឃើញទេសខ្មៅមើលឃើញច្បាស់ចាស់ប៉ុន្តែប្រទេសទាំងអស់នេះដើម្បីតែផលប្រយោជន៍នយោបាយនិងសម្ព័ន្ធមិត្តរឿងស្អីផ្សេងហើយនឹងឥទ្ធិពលរបស់ថៃជាមួយអាមេរិកផងគឺសុកចិត្តបិទមាត់ឲ្យកម្ពុជារងគ្រោះចិនដែលជាមិត្តចាក់ទឹកមិនលិចក៏មិនឈឺក្បាលជាមួយខ្មែរយូបានចូលទៅរួមចរចាអីនឹងម្ដងពីអាមេរិកទាត់ចោលទៀតកុំឲ្យចិនបានទទួលលៀបសការៈខ្លាចលោកត្រាំអត់បានពានរង្វាន់ Nobel សន្តិភាពអត់ឲ្យចិនចូលទៀតធ្វើឲ្យចិនហ្នឹងទៅគៀនយ៉ាងចឹងដកចេញទៅចុងក្រោយខ្មែរវេទនានៅពេលដែលគេហៅថាភូមិសាស្ត្រនយោបាយកំចាយគ្នាថ្នាក់ខ្ពស់ហ្នឹងក៏តើធ្វើឲ្យយើងលំបាកដែរដូច្នេះសរុបសេចក្តីមកគឺផ្លូវវែងឆ្ងាយណាស់បងប្អូនដូច្នេះកុំដាក់សេចក្តីសង្ឃឹមទៅលើអាស៊ានកុំដាក់សេចក្តីសង្ឃឹមទៅលើអាមេរិកកុំដាក់សេចក្តីសង្ឃឹមទៅលើចិនអីគ្រាន់តែថាពួកគេបានជួយដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខតំបន់និងរឿងនយោបាយពួកគេរៀងខ្លួនទេអាមេរិកក៏គេគិតតែពីអាមេរិកជាធំដែរបើអាមេរិកចង់គិតពីសុខសន្តិភាពរបស់យើងឲ្យពិតប្រាកដថាស្រឡាញ់ខ្មែរស្រឡាញ់យុត្តិធម៌អាមេរិកកោលទោសថៃបាត់ហើយតើតើនឹងយ៉ាងហោចណាស់ក៏កោលទោសរឿងប្រើយន្តហោះ F16 របស់អាមេរិកមកទម្លាក់លើដែនអធិបតេយ្យរបស់កម្ពុជាដែលថៃប្រើខុសក្បួននោះដែរអត់សោះអានេះហើយដែលយើងឃើញថាយើងវារងភាពអយុត្តិធម៌ដែរខ្ញុំអាណិតខ្មែរយើងដែរបងប្អូនអាណិតកម្ពុជាខ្លោចចិត្តព្រោះយើងមើលទៅការពិតគឺយើងខ្លាយទៅជាប្រទេសដែលរងគ្រោះដោយគេទុកយើងឲ្យនៅឯកោអញ្ចឹងបានថាយើងរៀនពីបទពិសោធន៍នេះកុំអស់សង្ឃឹមកែប្រែរបៀបដឹកនាំរដ្ឋរបស់យើងឡើងវិញយើងមើលថាតាម30-40ឆ្នាំហ្នឹងយើងដើរដល់របត់ផ្លូវណាដែលគេវាយក្ដួងតបយើងវាយគេក៏តែមិនឈ្នះសពាវុធយើងក៏ចាញ់យើងគួរតែឡើងពីចំណុច0មកចំណុច80-90យើងគួរតែដល់ចំណុចមួយដែលថាខ្លាំងក្លាមហិមាមិនអញ្ចឹងឯងព្រោះយើងមកពីផេះផង់ដល់តែពេលយើងមកវាយគេបានយើងដឹងថាយើងដូចជាអត់មានកម្លាំងសោះគេវាយទក់សាច់តែម្ដងអានេះមិនមែនជាបរាជ័យដែលយើងបាក់ស្បាតទេប៉ុន្តែឲ្យរៀនសូត្រពីបទពិសោធន៍ហ្នឹងតែយើងរួមគ្នាធ្វើអីបានបន្តទៀតហើយកុំអួតរហូតអ្វីខ្លួនយើងទៅដល់ណាហើយដល់ពេលអួតយូរអួតចុះអួតឡើងវាធ្វើឲ្យប៉ះពាល់ថ្នាក់ដល់ទៅហ៊ានយើងនៅជួរមុខទៅទៀតអួតនោះអួតស្អីក៏ឈ្នះស្អីក៏ជោគជ័យស្អីក៏អស្ចារ្យដែរវាអត់មានអីខុសទេនៅក្នុងការអួតដើម្បីឲ្យបងប្អូនយើងគ្នាបានដូចថាស្បើយស្អំចិត្តប៉ុន្តែកុំភ្លេចណាប្រជាពលរដ្ឋទៅហ៊ានយើងនៅជួរមុខយកជីវិតទៅធ្វើជាដើមទុនណាមិនមែនឲ្យអស់លោកនៅសមរភូមិក្រោយហ្នឹងយកមកធ្វើជាការអួតដើម្បីយកលៀបសការៈទេគ្នាយកជីវិតទៅដាក់ខ្លួនយើងនៅសមរភូមិក្រោយនៅម៉ាស៊ីនត្រជាក់តាំងបង្ហាញរូបភាពឬក៏ស្នាដៃអីមួយគឺយើងនឹងអស់ចាគ្នាเนาะធីបគ្នាចោលដូចបៀកតេអញ្ចឹងបិទគ្នាចោលគ្មានរូបគ្មានស្អីអីអញ្ចឹងទៅធ្វើឲ្យការចំណែនដូចថាថ្នាំងថ្នាក់ហ្នឹងក៏កើតឡើងហើយការថ្នាំងថ្នាក់នេះគឺអត់ទ្រាំមិនបានរហូតដល់ទៅឃើញមានផ្កាយ4
គាត់ទ្រាំមិនបានឃើញគាត់សរសេរសារនៅបណ្ដាញសង្គម Facebook របស់គាត់ហើយខ្ញុំជឿថានៅពេលដែលខ្ញុំផ្សាយនេះណាមិនដឹងថាតើគណនី Facebook របស់លោកអិតសរ៉ាត់ហ្នឹងនឹងត្រូវបិទទៅឬក៏យ៉ាងណាឬក៏ផ្សាយហើយស្រាប់តែមានគាត់មកលើកឡើងថាទេសារហ្នឹងគឺជាសារគេ hack គេលួចចូលប្រើគណនី Facebook គាត់ឬក៏យ៉ាងណាណាឥឡូវចាំសង្កេតមើលទៅខ្ញុំដកស្រង់ប្រសាសន៍របស់លោកអិតសរ៉ាត់ដែលជានាយឧត្តមសេនីយ៍បាទផ្កាយ4ជាអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទនៅក្នុងគណនី Facebook របស់លោកថ្ងៃនេះគឺបង្ហោះសារត្រលាន់នឹងការអួតនឹងលើកជើងហួសខ្នាតរបស់បុគ្គលមួយចំនួនដែលធ្វើឲ្យថ្នាក់ប៉ះពាល់ដល់សតិអារម្មណ៍របស់កងទ័ពជួរមុខលោកសរសេរអញ្ចេះខ្ញុំអានសារទាំងស្រុងខ្ញុំមិនដែលផុសឬបង្ហោះទេតែពេលនេះខ្ញុំឃើញការផុសនិងបង្ហោះខ្លះវាអួតផងលើកជើងផងចង់លើកដំកើងខ្លួនជាអ្នកខ្លាំងជាវីរៈបុរសតែយោធិនរបស់យើងនៅឯសមរភូមិបានប្រយុទ្ធយកជីវិតដើម្បីការពារជាតិតែរូបថតមិនដែលមានទេតែមានអ្នកខ្លះមិនដែលឃើញមុខនៅសមរភូមិទេហើយនៅពេលប្រយុទ្ធហ្នឹងក៏មិនដែលឃើញដែរបែរជាមានរូបឲ្យអួតសុទ្ធតែវីរៈបុរសបោះពុំជាសិភៅនិងបង្ហោះតាម Facebook ទៀតសូមអ្នកផុសនិងបង្ហោះឈប់ធ្វើរបៀបនេះតទៅទៀតធ្វើឲ្យប៉ះទង្គិចសតិអារម្មណ៍របស់បងប្អូននៅសមរភូមិខ្លាំងណាស់ហើយចង់ធ្វើវីរៈបុរសពេលប្រយុទ្ធសូមមកចូលមកប្រយុទ្ធផងបាទប៉ុណ្ណឹងខ្ញុំមិនដឹងថាតើលោកអិតសរ៉ាត់លោកចង់សម្ដៅទៅលើអ្នកណាសរសេរសភៅបោះពុំសភៅជាវីរៈបុរសណាទេព្រោះលោកមិនបាននិយាយអីទេព្រោះប៉ុន្តែមករយៈពេលប្រហែលថ្ងៃនេះគឺមានឃើញសារសភៅមួយក្បាលដែលមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីអីហ្នឹងរបស់លោកទូចសុខៈដែលជាអ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃហ្នឹងគឺតាមពិតសភៅហ្នឹងលោកដាក់ចំណងជើងតាំងខែមិថុនាខែអីណានោះយូរដែរប៉ុន្តែប្រហែលជាចំណងជើងហ្នឹងដាក់ទៅអត់បានលុបវិញអត់បានប្រាប់គេថាសភៅហ្នឹងអត់ទាន់បានសរសេរចេញទេឥឡូវលែងជាជោគជ័យអីទៀតហើយទុកចោលអីយ៉ាងម៉េចអត់មានអញ្ចឹងធ្វើឲ្យគេនាំគ្នាចែកផ្សព្វផ្សាយពេញបណ្ដាញសង្គម Facebook ចឹងទៅធ្វើឲ្យទលាន់អីចឹងដែរតែយ៉ាងណាបងប្អូនខ្ញុំមិនដឹងថាតើគណនី Facebook ខ្ញុំមិននិយាយថាលោកនាយឧត្តមសេនីយ៍ផ្កាយ4លោកអិតសរ៉ាត់អគ្គបញ្ជាការរងនាយសេនាធិការចម្រុះហ្នឹងលោកជាអ្នកសរសេរដោយខ្លួនឯងទេប៉ុន្តែជា Facebook របស់គាត់ហើយ Facebook អិតសរ៉ាត់នេះគឺមានបង្ហោះរូបថតគាត់ជាហោហែមកតាក់ទងនឹងកិច្ចការប្រចាំថ្ងៃក្នុងជួរទ័ពនឹងក៏ច្រើនដែរគាត់ថាដូចខ្ញុំជម្រាបចឹងបងប្អូនយ៉ាងច្រើនគឺមានបងប្អូនឬក៏ម្ចាស់ខ្លួនហ្នឹងមកប្រាប់ថាគណនី Facebook ហ្នឹងត្រូវបានគេ hack អីអញ្ចឹងទៅហើយមិនមែនបោះគាត់ផ្សាយអីអញ្ចឹងប៉ុន្តែសម្ដីនេះគឺជាកម្រមានសម្ដីបែបនេះណាដែលធ្វើឲ្យមានមតិជាច្រើននៅបណ្ដាញសង្គម Facebook ដែលតាក់ទងនឹងប្រសាសន៍របស់នាយឧត្តមសេនីយ៍ផ្កាយ4អិតសរ៉ាត់នេះគឺគេខ្ញុំដកស្រង់ដូចតទៅទី1សុករតនៈនិយាយថាពិបាកណាស់ពូអើយជាពិសេសពួកមហាផ្ទៃនិងបណ្ណាអគ្គនាយកដ្ឋានខាងការពារជាតិនឹងតែម្ដងនិយាយថានាំគ្នាយកមុខនឹងគុណសម្បត្តិដោយប្រើពាក្យថាពួកគេជាអ្នកសមរភូមិក្រោយឮហើយចង់ក្អួតឈាមបាទធម្មតាទេអាហ្នឹងគឺពេលដែលយើងនេះទៅអួតជ័យអភ័មពួកគាត់នៅសមរភូមិក្រោយមិនស្គាល់រាប់ផ្លោងនៅសមរភូមិមុខស្រួលថាតើមានតែ Facebook ហ្មងអង្គុយផ្សាយពីបន្ទប់ទឹកក៏បានដែរឯលោកអាន់ទិតវណ្ណរាឯនោះវិញគណនី Facebook នេះបាននិយាយថាបុគ្គលបោះពុំសិភៅនោះមិនដឹងសិភៅណាទេប្រហែលជាអាចសម្ដៅទៅលើសិភៅកម្ពុជាជោគជ័យសម័យតេជោធិបតីហ្នឹងក៏តែមិនដឹងលោកថាបុគ្គលបោះពុំសិភៅនោះមានចរិតលើកជើងបញ្ចាច់បញ្ចើយកមុខបុគ្គលនិងអាចមានដល់ចេតនាបំបែកស្មារតីសាមគ្គីផ្ទៃក្នុងបំបាក់ទឹកចិត្តវរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់ថៃផងតាមពិតសាររបស់លោកអិតសរ៉ាត់នេះមានការគាំទ្រច្រើនមែនតើមីសរុនគណនី Facebook មីសរុនថាសូមគាំទ្រមតិណែនាំរបស់លោកនាយស្រុកយើងសម្បូរអ្នកយកមុខណាស់អ្នកធ្វើពិតប្រកបអាចរងគ្រោះដោយសារតែពួកយកមុខនេះផងក៏ថាបានជាលីក្រឹស្នានោះគណនី Facebook របស់គាត់ថាអញ្ចេះក្មួយអានសំណេរអាដាមនាយឧត្តមសេនីយ៍អិតសរ៉ាត់អគ្គបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជានាយសេនាធិការចម្រុះហើយគ្រប់ក្ដួល
កំរមានមេតបធំណាហ៊ានបញ្ចេញសំណេរបែបនេះណាសូមទទួលការគោរពពីក្មួយពីចម្ងាយអ៊ំប្រុសបាទកំរមែនតែយ៉ាងណាគឺកណនី Facebook ថេនមិនកែវឯនោះវិញថាបងប្រុសចដូនមួយខ្ញុំណាប្រយុទ្ធ2លើកគ្មានរូបមួយស្លឹកហើយនៅតាមបណ្ដាញសង្គមផងទេព្រោះរវល់បាញ់គ្មានពេលថតគ្មានទាំងពេលផឹកទឹកផងចាប់សង្គ្រាមរត់មកមើលជំងឺខ្លួនឯងទៀតហើយក៏គ្មានផុសសុំជំនួយពីមហាជនណាដែរទោះជាយ៉ាងណាពិតជាដឹងគុណនិងមានមោទនភាពចំពោះបងប្រុសខ្ញុំណាស់គឺឈ្មោះច័ន្ទតារាបាទចុងក្រោយកណនី Facebook មួយឈ្មោះនឿនរិទ្ធនិយាយថាអូយអាមន្ត្រីត្រគេគាត់ប្រើពាក្យត្រពងខ្ញុំសូមអធិស្ឋានប្រើពាក្យភាសាគាត់មកទាំងស្រុងតែម្ដងមន្ត្រីត្រពងឡើងធ្វើធំអស់ហើយមន្ត្រីថ្មីនិងក្មេងៗខ្លះមើលងាយមន្ត្រីចាស់ណាហើយមន្ត្រីខំធ្វើការមន្ត្រីចាស់គេទុកកលៀតគៀនជាងអស់ហើយអាយដាមបាទនេះគឺគ្រាន់តែជាមតិដែលស្របទៅតាមអ្វីដែលជាការលើកឡើងរបស់កណនី Facebook ឈ្មោះលោកអិតសរ៉ាត់នឹងទេយើងមិនដឹងថានេះគឺជាប្រសាសន៍របស់គាត់យ៉ាងណាហើយចាំមើលការឆ្លើយតបរបស់គាត់យ៉ាងម៉េចទៀតខ្ញុំនឹងតាមដានព័ត៌មាននេះចែកជូនបងប្អូនជាបន្តទៅទៀតតែយ៉ាងណារឿងអួតរឿងអាងរឿងអីហ្នឹងប៉ុន្តែបើហ៊ាននិយាយដូចលោកអិតសរ៉ាត់នេះណាហើយនេះឧត្តមសេនីយ៍ផ្កាយ4ទៀតខ្ញុំជឿថាកម្រមែនតើដែលហ៊ាននិយាយរិះគន់ពីស្អីក្នុងកិច្ចការសង្គមតាមពិតរឿងវាច្រើនណាស់ប្រហែលជាចាល់វាជន់ច្រើនពេកទៅអត់មិនបានមានតែហ៊ានខ្មែរយើងម្នាក់ដែរដែលប្រហែលថ្ងៃមុនបងប្អូនឃើញភាពក្លាហានមែនតើគឺលោកវិតកំសាន្តអត់មានតែរិះគន់អីរឿងតបយើងឯងគាត់អង្អាចក្លាហានគាត់ជួយមានស្មារតីជួយកងតបជួមកប៉ុន្តែអ្វីដែលគាត់ហ៊ានមែនតើនោះគឺហ៊ានពាក់សម្លៀកបំពាក់យោធាហ្នឹងទៅចូលរួមប្រជុំដោះស្រាយរឿងបញ្ហារំលោភដីធ្លីឬក៏ដីខ្យល់របស់អ្នកអង្គការរបស់លោកអង្គការលេងនវត្រាដែលជាកិច្ចប្រជុំនៅក្រសួងដែនដីនគររូបនីយកម្មគឺលោកឡើងទៅតវ៉ាសុំឲ្យដោះស្រាយបញ្ហាហ្នឹងថាគាត់ជាទាហាន